ôi sà hào nó bóng ôn sà hào nó bóng ôn của chào xiêm nì việt lẹ trôn việt lẹ crop bóng ôn trôn việt lẹ crop nì tại mà crop với bóng ôn nì lan tích pi kêu bóng ôn lan đập pi ấy tích pi kêu trôn lẹ bóng ôn anh nhát group chia xua bóng ôn đểนิยมตามด้านการรักษาทรายหรือบ่អង្គភាពសាព័ត៌មានអាបងស្អាត TV និងអាបងស្អាតតនហេតុការ24ម៉ោងបងប្អូននេះករណីដ្រូនសៀមទម្លាក់គ្រាប់បែកបងប្អូនទម្លាក់គ្រាប់បែកធ្វើឲ្យឡានយើងតិចឡានខាងស្រុកខាងខ្មែរយើងតិច2គ្រឿងបងប្អូនហើយក៏ក្នុងករណីសៀមទម្លាក់ដ្រូននេះធ្វើឲ្យមានបងប្អូនប្រជាពលរដ្ឋខ្មែរយើងស្លាប់3នាក់បងប្អូននៅក្នុងឡានហ្នឹងបងប្អូនណានេះបងប្អូនអើយករណីនេះកើតឡើងមកខ្ទង់ម៉ោង1ជាងបងប្អូនអូយឡើងតិចខ្ញុំស្មានករណីគ្រោះថ្នាក់ចរាចរណ៍ធម្មតាទៅបងប្អូននេះមើលអំបែងគ្រាប់បងប្អូនសិតអំបែងគ្រាប់បងប្អូនណានេះតែធ្លុះបងប្អូនអើយនេះសំណាងឲ្យមកឡាន2នេះមានតែមនុស្ស3នាក់ឡាន2មានមនុស្ស3នាក់បើមានមនុស្សច្រើនគឺត្រូវស្លាប់ទាំងអស់អូយបងប្អូនជួយសៀមបងប្អូនជួយសៀមមួយបងប្អូនអើយនេះអ្នកឡានភ្នំពេញផ្លាកលេខភ្នំពេញ 3J6153 3J6153 បងប្អូននេះអូយនេះបងប្អូនមើលរដៅគ្រាប់ត្រូននៃវាធ្លាក់បងប្អូននេះបងប្អូននេះមើលរដៅគ្រាប់បងប្អូននេះរដៅគ្រាប់នេះបំបែងគ្រាប់បងប្អូនបំបែងគ្រាប់បងប្អូនទី1ទី2នេះបំបែងគ្រាប់បងប្អូនបំបែងគ្រាប់បងប្អូនជួយសៀមមួយពួកអាចោសៀមថោកទៀបណាពួកឯងនេះពួកនេះថោកទៀបណាបងប្អូនអើយនេះឡាន2គ្រឿងហើយតាមសមត្ថកិច្ចរាយការណ៍បានបញ្ជាក់ប្រាប់ខ្ញុំថាឡាន2គ្រឿងមានមនុស្សបើកបរតែ3នាក់ទេបងប្អូនអញ្ចឹងបងប្អូនបើសិនតែមានមនុស្សច្រើនក៏មិនដឹងថាយ៉ាងណាដែរដឹងថាសោកមនីកម្មបណ្ណាទេបងប្អូនអើយអូយខ្ញុំគាត់ថាខ្ញុំមុនដំបូងខ្ញុំថាគ្រោះថ្នាក់ចរាចរណ៍ធម្មតាទេតែមិននឹកស្មានដល់ពេលខ្ញុំឈប់ចុះមកស្ដាប់បងខាងសមត្ថកិច្ចបងប្រាប់ថាគាត់ថាគឺដ្រូនចោលសៀមបងប្អូនដ្រូនចោលសៀមនេះនៅស្រុកថ្មពួកខេត្តបាទីមានជ័យប្រហែលបងប្អូនអូគីឡូលេខប្រហែលបងប្អូនគីឡូលេខប្រហែលគីឡូលេខប្រហែលចេះបងប្អូនអើយ2គ្រឿងខ្ទេចឡានគីឡូ56លោកពូគីឡូ56លោកពូបាទគីឡូ56ណាចេញពីស្វាយជែកមកទៅស្រុកថ្មពួកបងប្អូនណាគីឡូ56ដល់កនេះលោកពូមន្ត្រីមានសមត្ថកិច្ចថាបើសិនមកឡានហ្នឹងមានច្រើនណាគឺអត់នៅទេគឺទៅទាំងអស់មានសល់មួយទេនេះគាត់ថាបើសិនមានវិញទៅទាំងអស់បងប្អូនមើលកញ្ចក់នេះកញ្ចក់ឡានខ្ទេចទាំងអស់ដោយសារ